ពេលវេលានៃរបបផ្ដាច់ការហ៊ុនសែននឹងការឆ្លុះវង្វេងនឹងអំណាចទ្រព្យសម្បត្តិគ្រួសារនិងការឃោសនាតាមអ៊ីនធឺណិតភាគ17ឆ្លងដំបងទៅហ៊ុនម៉ាណែតអស់រយៈពេលជាច្រើនដសវត្សរ៍មកនេះលោកហ៊ុនសែនបានបង្រួបបង្រួមកូនប្រុសលោកហ៊ុនម៉ាណែតឲ្យក្លាយជាមេដឹកនាំជាតិពីការបញ្ជូនគាត់ទៅសិក្សានៅស្ថាប័នលំដាប់ពិភពលោកដូចជា West Point នៅសហរដ្ឋអាមេរិកនិងសាកលវិទ្យាល័យ Bristol ក្នុងចក្រភពអង់គ្លេសលោកហ៊ុនម៉ាណែតត្រូវបានសម្ដែងជាអ្នកដឹកនាំជំនាន់ថ្មីដែលមានចក្ខុវិស័យបែបបច្ចេកប្រទេសទំនើបកម្មនិងបើកចំហទោះជាយ៉ាងណាក៏ដោយនៅពីក្រោយជំនាន់ថ្មីនេះគឺជាគេដំណើរនៃរចនាសម្ព័ន្ធអំណាចចាស់ពលគឺការគ្រប់គ្រងរបស់គាត់គឺស្ទើរតែដូចគ្នាទៅនឹងឪពុករបស់គាត់ដែរការគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយដ៏តឹងរឹងសេរីភាពមានកម្រិតនិងប្រព័ន្ធបោះឆ្នោតដែលមានចម្ងល់នៅតែជាភស្តុតាងដូច្នេះការផ្ទេរអំណាចនេះមិនឆ្លុះបញ្ចាំងពីការផ្លាស់ប្ដូរឬការអភិវឌ្ឍនយោបាយពិតប្រាកដនៅកម្ពុជានោះទេផ្ទុយទៅវិញវាគឺជាការឆ្លងកាត់ដំបងរវាងសមាជិកគ្រួសារស្រដៀងទៅនឹងការស្នងរាជជាជាងការបោះឆ្នោតតាមបែបប្រជាធិបតេយ្យនៅក្នុងប្រទេសដែលពលរដ្ឋកំណត់នូវសិទ្ធិនៃការជ្រើសរើសមេដឹកនាំរបស់ខ្លួនលទ្ធិប្រជាធិបតេយ្យតាមបែបកម្ពុជាបានក្លាយទៅជារឿងមិនពិតនៅពីក្រោយឆាកគឺជាការបន្តអំណាចរបស់រាជវង្សដែលជំរុញដោយនាមត្រកូលមិនមែនជាចន្ទៈរបស់ប្រជាជននោះទេសូមរងចាំតាមដានភាគបន្ត